ដល់ពេលហើយដល់ពេលដែលកម្ពុជាបកស្បែកមុខជនអ៊ុក្រិតហើយមុននេះបន្តិចសម្ដេចតេជោហ៊ុនសែនបានចេញបទបញ្ជាក្តៅគគុកដាក់រនាំងកាត់ផ្តាច់ទំនិញរថពន្ធតាមព្រំដែនគោកកម្ពុជាថៃបើមានមន្ត្រីខលខូចណាហ៊ានគប់គិតគ្នាជាមួយនឹងឈ្មួញទុច្ចរិតត្រូវតែទទួលទោសតាមផ្លូវច្បាប់ជាធរមាន Infosia លោកអនកាយគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់សម្រាប់ថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះផ្ទាល់តែម្ដងនៅក្នុងវីដេអូនេះខ្ញុំបាទសូមដកស្រង់នៅខ្លឹមសារផ្ទាល់របស់សម្ដេចតេជោហ៊ុនសែនដែលលោកទើបបានប្រកាសអំបញ្ញមិញនេះនៅលើគេហទំព័រ Facebook ផ្លូវការរបស់លោកព្រមជាមួយនឹងសារព័ត៌មានមួយចំនួនដែលធ្វើការដកស្រង់ចេញពីបណ្ដាសារព័ត៌មានផ្លូវការរបស់ជាតិថ្មីនេះផងដែរដែលពាក់ព័ន្ធយ៉ាងសំខាន់បំផុតចំពោះការនាំចូលទំនិញពីប្រទេសចោលយកមកលក់នៅក្នុងប្រទេសកម្ពុជាដែលបន្តគប់វិតគ្នាយ៉ាងក្តៅគគុកនៅតែមិនខ្លាចសំណាញ់ច្បាប់នៅតែគ្មានបេះដូងគ្មានឈាមជ័រជាខ្មែរនៅតែគាំទ្រប្រទេសចោលគាំទ្រប្រទេសដែលរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជារហូតមកទល់ថ្ងៃនេះហើយមាត់ថាពហិការមាត់ថាមិននាំចូលទេប៉ុន្តែទង្វើពីខាងក្រោយខ្នងឲ្យតែមានប្រាក់ចំណេញពួកគេមិនគិតជាតិអ្វីទាំងអស់អ្នកណាស្លាប់ក៏ស្លាប់ទៅទស្សនាចប់ពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចាត់ទុកជាការចែករំលែកដើម្បីជាតិមួយចង់បានព្រឹត្តិការណ៍ព័ត៌មានជាតិអន្តរជាតិសំខាន់ជារៀងរាល់ថ្ងៃគ្រាន់តែចុច subscribe លើ Channel Infosia ជាការស្រេចសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធជាតិបានចេញសេចក្តីថ្លែងការណ៍ព្រមាននិងណែនាំបែបយុទ្ធសាស្ត្រក្តៅគគុកបំផុតមួយនាថ្ងៃសៅរ៍ទី13ខែមិថុនាឆ្នាំ2026នេះតាមរយៈការបង្ហោះសារមួយនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែនគោកកម្ពុជាថៃនិងវិធានការសន្តិសុខសេដ្ឋកិច្ចផ្ទៃក្នុងរបស់ជាតិនៅក្នុងខ្លឹមសារលម្អិតដ៏មានឥទ្ធិពលនិងមើងម៉ាត់បំផុតនោះសម្ដេចតេជោបានគូបញ្ជាក់និងកំណត់គោលការណ៍ច្បាប់យ៉ាងដាច់ខាតថាខណៈពេលដែលច្រកទ្វារព្រំដែនគោករវាងកម្ពុជានិងថៃនៅតែបន្តបិទជិតយ៉ាងតឹងរឹងដដែលនោះគ្រប់មុខទំនិញគ្រប់ប្រភេទទាំងអស់ត្រូវតែបាននាំចូលមកឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនគោកគឺត្រូវតែបានចាត់ទុកថាគឺជាទំនិញខុសច្បាប់ទំនិញរត់ពន្ធទំនិញបំផ្លាញជាតិនិងប្រមាថជាតិសាសន៍ខ្លួនឯងដោយគ្មានការលើកលែងឡើយសម្ដេចតេជោហ៊ុនសែនបានប្រមានចំទៅកាន់ក្រុមមន្ត្រីខិលខូចណាជាពិសេសក្រុមឈ្មួញទុច្ចរិតទាំងឡាយណាដែលកំពុងតែមានគំនិតឆ្លៀតឱកាសលួចបន្លំឬក៏ធ្វើសកម្មភាពគប់គិតគ្នានាំចូលទំនិញខុសច្បាប់ដោយសម្ដេចបានមានប្រសាសន៍សង្កត់ធ្ងន់ចំថាទង្វើទាំងនេះអាចជាការបកស្រាយខុសបែបយល់តែធ្វើមិនយល់ឬក៏ជាការបំពាននិងជាអំពើពុករលួយដ៏ធ្ងន់ធ្ងរដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាតត្បិតអីនៅពេលដែលព្រំដែនគោកបានបិទជាផ្លូវការគឺទាំងមនុស្សនិងទំនិញមិនអាចឆ្លងកាត់បានជាដាច់ខាតដូច្នេះវត្តមានទំនិញថៃថ្មីនៅលើទីផ្សារខ្មែរនាពេលនេះគឺជារឿងមិនប្រក្រតីត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ការប្រកាសវិធានការបែបបំបែកសម្បុកក្រុមឈ្មួញរត់ពន្ធនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីសម្ដេចតេជោហ៊ុនសែនបានអញ្ជើញចុះត្រួតពិនិត្យទៅលើការងារនិងវឌ្ឍនភាពខ្សែសង្វាក់ផលិតកម្មនៅឯរោងចក្រផលិតឯកសណ្ឋាននិងសម្ភារៈយោធាដ៏ទំនើបDSS នៅក្នុងទឹកដីខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2026កន្លងមកនេះដោយសម្ដេចបានបញ្ជាឲ្យបើកយុទ្ធនាការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់សម្ដេចតេជោបានប្រកាសជាអឡារឹកចេញពីទឹកដីខេត្តបាត់ដំបងថាប្រសិនបើកម្លាំងសមត្ថកិច្ចរកឃើញនៅប្រភេទសាច់បង្កកខូចគុណភាពឬក៏ទំនិញកិច្ចពន្ធដែលកិច្ចចេញពីប្រទេសថៃចូលមកក្នុងទឹកដីរបស់កម្ពុជារហូតធ្លាយទៅដល់ទីផ្សារក្នុងរាជធានីភ្នំពេញនោះគឺត្រូវតែចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយមិនទុកឲ្យមាននរណាម្នាក់រួចខ្លួនពីសំណាញ់ច្បាប់នោះឡើយសូម្បីតែអ្នកបើកបររថយន្តដឹកទំនិញខុសច្បាប់ទាំងអស់នោះក៏ត្រូវប្រមូលចាប់ខ្លួនទាំងអស់ផងដែរជាមួយគ្នានេះសម្ដេចតេជោក៏បានបញ្ជូនសារដាស់តឿននិងផ្ដាំផ្ញើផ្ទាល់ទៅកាន់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងអគ្គស្នងការនគរបាលជាតិឲ្យចាប់ផ្ដើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំស្វែងរកឫសគល់នៃខ្សែបណ្ដាញអ្នកពាក់ព័ន្ធនិងបានបញ្ជាដាច់ណាត់ឲ្យអ្នកលក់និងអ្នកចែកចាយសាច់បង្កកលួចលាក់ពីប្រទេសថៃ
ៃទាំងអស់នោះត្រូវតែដកខ្លួនថយចេញជាបន្ទាន់និងឈប់ប្រកបមុខរបស់ខុសច្បាប់នេះតទៅទៀតបើមិនចង់ប្រឈមមុខជាមួយនឹងចំណាត់ការដ៏ក្តៅគគុកមួយនេះបន្ថែមលើពីការបង្ក្រាបក្រុមឈ្មួញខិលខូចសម្ដេចតេជោហ៊ុនសែនក៏បានថ្លែងការជាសាធារណៈអំឡុងពេលអញ្ជើញទៅជួបសំណេះសំណាលជាមួយនឹងមន្ត្រីក្រុមប្រឹក្សានិងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2026កន្លងទៅនោះដែរដោយសម្ដេចបានប្រកាសចាត់វិធានការត្រូវការវះកាត់មន្ត្រីខិលខូចផ្ទៃក្នុងដែលបានគប់គិតគ្នាជាមួយនឹងឈ្មួញទុច្ចរិតរត់ពន្ធនាំទំនិញពីស្រុកថៃផងដែរវិធានការវិន័យនិងច្បាប់ដ៏តឹងរ៉ឹងបំផុតដែលមិនធ្លាប់មានត្រូវបានសម្ដេចលាតត្រដាងថាប្រសិនបើរកឃើញមន្ត្រីព្រំដែនឬក៏មន្ត្រីសមត្ថកិច្ចរូបណាដែលហ៊ានលួចលាក់បើកដៃគប់គិតគ្នាជាមួយឈ្មួញទុច្ចរិតនាំទំនិញថៃចូលមកក្នុងប្រទេសនោះសម្ដេចនឹងចាត់វិធានការក្តៅដោយដកហូតទ្រព្យសម្បត្តិទាំងអស់រួចបញ្ជូនខ្លួនមន្ត្រីទុច្ចរិតទាំងអស់នោះទៅជួយធ្វើការងារបម្រើយោធានៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខតែម្ដងដើម្បីធ្វើជាការព្រមានសម្ដេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថាសម្ដេចនឹងហៅថៅកែនិងឈ្មួញធំដែលនាំចូលនៅសាច់បង្កកថៃមកធ្វើការសួរនាំសួរចម្លើយដោយផ្ទាល់មាត់តែម្ដងដើម្បីស្វែងរកមុខមន្ត្រីខ្សែញាក់ពីក្រោយខ្នងដែលហ៊ានចេញច្បាប់អនុញ្ញាតខុសឆ្គងពីព្រោះវិធានការសេដ្ឋកិច្ចនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ភាគីថៃដែលបានដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជាដោយការប្រកាសផ្ដាច់អគ្គិសនីនិងប្រេងតាំងពីមានចំនួនព្រំដែនលើកដំបូងមកម្លេះលើពីនេះប្រមុខរដ្ឋស្ដីទីកម្ពុជាក៏បានរំលឹកនិងបង្ហាញអំពីភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ចនិងការផ្គត់ផ្គង់ទំនិញរបស់កម្ពុជាផងដែរដោយសម្ដេចបានមានប្រសាសន៍ថារយៈពេល1ឆ្នាំពេញទៅហើយដែលភាគីថៃបានសម្រេចចិត្តបិទច្រកព្រំដែនគោកជាមួយកម្ពុជាប៉ុន្តែការបិទព្រំដែននេះមិនបានបង្កផលប៉ះពាល់ឬក៏បញ្ហាណាមួយទៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធជាមួយនឹងការកង្វះខាតទំនិញនោះឡើយពលគឺកម្ពុជានៅតែរឹងមាំនិងមានឯករាជ្យភាពម្ហូបអាហារផ្ទុយទៅវិញយោងទៅតាមទិន្នន័យជាក់ស្ដែងគឺភាគីថៃឯនោះទៅវិញទេដែលរងការខូចខាតបាត់បង់ថវិកាយ៉ាងធ្ងន់ធ្ងររហូតដល់ប្រមាណជា$10,000 លានអាមេរិកឬក៏$10,000 អាមេរិកនេះតាមរយៈការបាត់បង់ឱកាសលក់ទំនិញនិងផលិតផលផ្សេងៗមកកាន់ប្រទេសកម្ពុជាស្របពេលជាមួយគ្នានេះផងដែរសម្ដេចតេជោបានបកស្រាយបំភ្លឺយ៉ាងច្បាស់ដើម្បីកុំឲ្យមានការភ័ន្តច្រឡំចំពោះមុខទំនិញដែលឆ្លងកាត់តាមច្រកផ្លូវទឹកតាមរយៈកំពង់ផែសមុទ្រនិងផ្លូវអាកាសតាមរយៈប្រលានយន្តហោះដោយសម្ដេចបានបញ្ជាក់ថាផ្លូវទាំងពីរនេះរវាងកម្ពុជាថៃនៅតែដំណើរការជាធម្មតាដូច្នេះទំនិញតាមផ្លូវទឹកនិងអាកាសគឺជារឿងស្របច្បាប់ដែលមានការត្រួតពិនិត្យនិងកំណត់ពន្ធត្រឹមត្រូវដោយអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាលើពីនេះទៅទៀតនោះទាក់ទិនទៅនឹងការដាស់តឿនស្មារតីប្រជាពលរដ្ឋខ្មែរសម្ដេចតេជោហ៊ុនសែនបានអំពាវនាវយ៉ាងទទូចទៅដល់អ្នកប្រើប្រាស់ទូទាំងប្រទេសឲ្យបញ្ឈប់ការទិញនិងប្រើប្រាស់ទំនិញកិច្ចពន្ធពីប្រទេសថៃដោយសម្ដេចបានផ្ដល់ទស្សនៈថាអ្នកប្រើប្រាស់គឺជាចៅហ្វាយដូច្នេះក៏មានប្រាក់ទិញផលិតផលគេហើយបែរជាទុកឱកាសឲ្យគេមើលងាយទាំងសម័យខ្លួននិងមើលងាយទាំងជាតិសាសន៍របស់ខ្លួននោះឡើយសម្ដេចតេជោបានច្រានចោលទាំងស្រុងនៅរាល់លេសដោះសាររបស់ឈ្មួញខិលខូចដែលតែងតែនិយាយដោះទាល់ថាទំនិញថៃដែលកំពុងតែលក់នៅលើទីផ្សារបច្ចុប្បន្ននេះគឺជាទំនិញសល់នៅក្នុងស្តុកចាស់លក់មិនទាន់អស់ពីព្រោះយោងទៅតាមការពិនិត្យជាក់ស្ដែងទំនិញខ្លះគឺបានបោះពុម្ពថ្ងៃផលិតនៅក្នុងឆ្នាំ2026នេះដែលជាពេលវេលាក្រោយនៃភាគីថៃបិទព្រំដែនគោករយៈពេលជាង1ឆ្នាំទៅហើយហេតុអ្វីបានជាមានវត្តមាននៅលើទីផ្សារកម្ពុជាបានបើគ្មានការលួចរត់ពន្ធខុសច្បាប់ទេនោះក៏មិនអាចមានរូបភាពបែបនេះមកទល់សពថ្ងៃដែរម្យ៉ាងវិញទៀតសម្ដេចតេជោបានបន្ថែមថាប្រសិនបើទំនិញទាំងអស់នោះគឺជាទំនិញដែលសល់ពីស្តុកចាស់ពិតប្រាកដមែនក៏លមុំដល់ថ្ងៃផុតកំណត់កាលបរិច្ឆេទនៃការប្រើប្រាស់អស់ទៅហើយដែលវានឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាចុងក្រោយបើក្រឡេកមកមើលកិច្ចខិតខំប្រឹងប្រែងនៅក្នុងការបង្កើនកម្រិតការពារជាតិវិញសម្ដេចតេជោហ៊ុនសែនបានបញ្យល់យ៉ាងច្បាស់ថាការបង្កើតនៅខ្សែសង្វាក់ផលិតកម្មយុទ្ធោបករណ៍និងសម្ភារៈសឹករបស់រោង
ចក្រ DSS នៅក្នុងខេត្តបាត់ដំបងគឺធ្វើឡើងនៅក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកសម្ដៅទៅដល់ការកាត់បន្ថយចំណាយថវិកាជាតិនៅក្នុងការនាំចូលពីបរទេសនិងពង្រឹងឯករាជ្យភាពការពារខ្លួនតែប៉ុណ្ណោះមិនមែនធ្វើឡើងដើម្បីឈ្លានពានប្រទេសណាមួយឡើយចាប់តាំងពីរោងចក្រស្វ័យការពារជាតិ DSS នេះចាប់ផ្ដើមដំណើរការមកទាំងកងយុទ្ធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិពុំបាននាំចូលសម្ភារៈសឹកឬក៏អាវក្រោះការពារគ្រាប់មកពីក្រៅប្រទេសដូចមុនទៀតឡើយពីព្រោះអាវក្រោះដែលផលិតដោយកូនខ្មែរនេះគឺមានគុណភាពស្តង់ដារខ្ពស់បំផុតដែលសូម្បីតែសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានយកទៅសាកល្បងពាក់រួចរាល់ទៅហើយដែរត្រឹមតែរយៈពេល3ខែចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញឯកសណ្ឋាននិងគ្រឿងបំពាក់លើខ្លួនពីរោងចក្រ DSS នេះអស់ទឹកប្រាក់សរុបរហូតដល់ $7.5 លានអាមេរិករួចទៅហើយដើម្បីចែកជូនកងទ័ពហើយនៅថ្ងៃខាងមុខកម្ពុជានឹងឈានទៅដល់ដំណាក់កាលនៃការនាំចេញសម្ភារៈយោធាទាំងអស់នេះទៅកាន់បណ្ដាប្រទេសជាមិត្តនៅលើឆាកអន្តរជាតិពលគឺប្រទេសណាដែលមានលិខិតបញ្ជាទិញជាផ្លូវការពីរាជរដ្ឋាភិបាលរបស់ពួកគេមកកាន់រាជរដ្ឋាភិបាលរបស់កម្ពុជាតែប៉ុណ្ណោះដើម្បីធានានូវតម្លាភាពនិងកិត្តិយសរបស់ជាតិបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានយ៉ាងណាដែរបន្ទាប់ពីបងប្អូនបានទទួលជ្រាបនៅដំណឹងដ៏សំខាន់មួយនេះបងប្អូនឃើញទេតាំងពី Channel ចង់ដឹងទេខ្ញុំបាននិយាយរួចរាល់ទៅហើយថាយើងជាអ្នកប្រើប្រាស់នេះយើងជាស្ដេចនៃការនាំចូលប្រសិនបើបងប្អូនមិនប្រើប្រាស់ទំនិញរបស់ចោលថោកទាបនោះទេនោះឈ្មួញទុច្ចរិតក៏មិនអាចបន្តយកមកលក់នៅក្នុងប្រទេសរបស់យើងផងដែរសូមបងប្អូនប្រជាជនកម្ពុជាបន្តរួបរวมសាមគ្គីគ្នាឡើងដើម្បីបំបិទវិស័យសេដ្ឋកិច្ចរបស់ចោលដែលធ្លាប់តែលក់នៅក្នុងប្រទេសកម្ពុជារាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំគេចំណេញកប់ក្តោងតែម្ដងហើយប្រាក់ចំណេញទាំងអស់នោះគេបង្វែរទៅកាន់វិស័យការពារជាតិរបស់គេដើម្បីទិញអាវុធយុទ្ធភ័ណ្ឌនានារថក្រោះគ្រាប់បែកនិងយន្តហោះចម្បាំងដើម្បីយកមកទម្លាក់លើទឹកដីកម្ពុជាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាជនកម្ពុជាសម្រាប់យោធារបស់កម្ពុជានិងបំផ្លាញទៅនឹងកិត្តិយសកេរ្តិ៍ឈ្មោះបំភ្លៃការពិតលៀបពណ៌គ្រប់បែបយ៉ាងមកលើជាតិសាសន៍របស់យើងដូច្នេះល្មមដល់ពេលហើយល្មមដល់ពេលដែលបងប្អូនភ្ញាក់ខ្លួនយកបេះដូងរបស់អ្នកដាក់ប្រទេសជាតិរបស់អ្នកដើម្បីធ្វើការពិចារណាមុននឹងសម្រេចចិត្តទិញប្រើប្រាស់ផលិតផលរបស់ប្រទេសថៃជាបន្តទៅមុខទៀតសូមអរគុណសូមជម្រាបលា Infosia